ណៈដឹកនាំខេត្តកំពង់ចាមប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មីនៅវត្តសទុសនារាមជ្រោយថ្មក្រោយពីមានការបដិបដើមពីសំណាក់អាយដាមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមព្រមទាំងមានការចូលរួមគាំទ្រចូលជាបច្ច័យពីឋានៈដឹកនាំខេត្តជាច្រើនផងនោះបានធ្វើឲ្យគម្រោងសាងសង់ព្រះវិហារថ្មីនៃវត្តសទុសនារាមជ្រោយថ្មស្ថិតនៅក្នុងក្រុងកំពង់ចាមត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅថ្ងៃទី22ខែឧសភាឆ្នាំ2025នេះក្នុងពិធីបញ្ចុះបឋមសិលានេះផងដែរមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់អាយដាមក្លូតផនប្រធានក្រុមប្រឹក្សាខេត្តអាយដាមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមអាយដាមស៊ូឡាប្រធានសាលាដំបងខេត្តនិងលោកជំទាវញងចរិយាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍខេត្តកំពង់ចាមអាយដាមអ៊ុនចិនដាអភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ក្នុងឱកាសនោះថាព្រះវិហារដ៏ធំស្កឹមស្កៃដែលត្រូវស្ថាបនានៅពេលនេះគឺត្រូវចំណាយពេលវេលាយូរនិងថវិកាច្រើននិងចាត់ទុកជាសំណង់ប្រវត្តិសាស្ត្រសម្រាប់ក្រុងកំពង់ចាមអាយដាមអភិបាលខេត្តបានមានប្រសាសន៍ទៀតថាព្រះវិហារថ្មីនេះត្រូវសាងសង់ពីរជាន់មានលក្ខណៈប្លែកប្រើប្រាស់ឲ្យត្រូវនឹងគោលដៅពហុបំណងនៃផ្នែកខាងក្រោមនិងផ្នែកខាងលើដោយត្រូវរៀបចំនៅទីវត្តអារាមនេះឲ្យមានសោភ័ណភាពស្អាតឲ្យសមស្របទៅនឹងជាទីសក្ការៈសម្រាប់ប្រារព្ធពិធីបុណ្យផ្សេងៗតាមប្រពៃណីរបស់ប្រជាពលរដ្ឋយើងផងនិងរៀបចំឲ្យត្រូវតាមបែបទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាផងដែរអាយដាមអភិបាលខេត្តបានបញ្ជាក់ថាទីតាំងវត្តអារាមនេះមានភូមិសាស្ត្រអំណោយផលជាប់ដងទន្លេមេគង្គស្របជាមួយនឹងអាជ្ញាធរខេត្តកំពង់ចាមមានគម្រោងបង្កើតទេសចរបែបនាវាចរដែលអាចបម្រើដល់វិស័យទេសចរជាពិសេសភ្ញៀវបរទេសដែលពួកគាត់អញ្ជើញមកពីក្រៅប្រទេសតាមទន្លេមេគង្គចូលមកខេត្តកំពង់ចាមបន្ទាប់មកទើបធ្វើការបែងចែកបន្តដំណើរទៅតាមគោលដៅទេសចរនានានៅក្នុងក្រុងក៏ដូចជានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាមទាំងមូលអាយដាមអភិបាលខេត្តក៏បានលើកឡើងផងដែរថាទន្ទឹមនឹងនេះអាជ្ញាធរខេត្តក៏បានជំរុញនៅការរៀបចំក្រុងកំពង់ចាមឲ្យបានស្អាតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើងរស់នៅប្រកបដោយសុខដុមរមនាដែលជាការលើកកម្ពស់គុណភាពជីវិតនិងការរស់នៅប្រកបដោយសុខសុភមង្គល